ការរៀបចំការដ្ឋានគឺជាជំហានដំបូងដ៏សំខាន់បំផុតវាជាគ្រឹះនៃសុវត្ថិភាពគុណភាពនិងភាពជោគជ័យនៃគម្រោងទាំងមូលការរៀបចំរបងព័ទ្ធការដ្ឋានគឺជួយការពារសុវត្ថិភាពអ្នកធ្វើការក្នុងការដ្ឋាននិងកាត់បន្ថយហានិភ័យអ្នកនៅជុំវិញការដ្ឋានទឹកនិងភ្លើងគឺជាផ្នែកសំខាន់សម្រាប់ដំណើរការការដ្ឋានការរៀបចំវាបានត្រឹមត្រូវនឹងធ្វើឲ្យការងាររលូននិងមានប្រសិទ្ធភាពផ្លូវចេញចូលនិងផ្លូវដឹកជញ្ជូនជួយឲ្យការដឹកសម្ភារៈនិងគ្រឿងចក្រដំណើរការបានលឿននិងមានសុវត្ថិភាពការរៀបចំកន្លែងស្នាក់នៅនិងកន្លែងធ្វើការសម្រាប់ក្រុមការងារជួយបង្កើនប្រសិទ្ធភាពនិងងាយស្រួលក្នុងការគ្រប់គ្រងការដ្ឋានការរៀបចំកន្លែងដាក់សម្ភារៈជួយកាត់បន្ថយការខូចខាតនិងធានាការប្រើប្រាស់មានប្រសិទ្ធភាពស្លាកសញ្ញានិងវិធានសុវត្ថិភាពគឺជាផ្នែកសំខាន់ក្នុងការការពារគ្រោះថ្នាក់និងរក្សាសុវត្ថិភាពក្នុងការដ្ឋានការដឹកជញ្ជូនគ្រឿងចក្រនិងឧបករណ៍ផ្សេងៗត្រូវរៀបចំយ៉ាងហ្មត់ចត់ដើម្បីធានាសុវត្ថិភាពនិងដំណើរការល្អបំផុតនៅពេលការរៀបចំការដ្ឋានបានល្អការសាងសង់ទាំងមូលនឹងដំណើរការយ៉ាងរលូនហើយមានប្រសិទ្ធភាពខ្ពស់សំណង់ដែលល្អនិងរឹងមាំចាប់ផ្ដើមពីការរៀបចំការដ្ឋានបានល្អព្រោះភាពជោគជ័យគឺចាប់ផ្ដើមពីការត្រៀមខ្លួនឲ្យបានល្អបំផុត